Rương át cầm băngនៃកូនសោទាំង3តើអ្នកធ្លាប់សួរខ្លួនឯងទេថាតើអ្វីទៅជាតម្លៃពិតប្រាកដនៃជីវិតមនុស្សជាច្រើនចំណាយពេលពេញមួយជីវិតដើម្បីរត់ដេញតាមលុយកាក់កេរ្តិ៍ឈ្មោះនិងភាពជោគជ័យភ្លឺផ្លេកពីខាងក្រៅប៉ុន្តែចុងក្រោយពួកគេបែរជាជួបតែភាពទទេស្អាតនៅក្នុងចិត្តទៅវិញកាលពីព្រេងនាយមានភូមិដ៏សុខសាន្តមួយស្ថិតនៅក្បែរជើងភ្នំខៀវស្រងាត់នៅក្នុងភូមិនោះមានយុវជនម្នាក់ឈ្មោះថាសូវ៉ាន់ជាមនុស្សឆ្លាតវៃមានមហិច្ឆតាខ្ពស់ប៉ុន្តែចិត្តដាច់ខាតនិងចង់បានលឿនរហ័សគេតែងតែមានអារម្មណ៍មិនពេញចិត្តនឹងជីវិតកសិករដ៏សាមញ្ញរបស់គេឡើយគេចង់ក្លាយជាមនុស្សដែលមានអំណាចមានទ្រព្យសម្បត្តិស្តុកស្តម្ភនិងត្រូវបានមនុស្សគ្រប់គ្នាគោរពកោតសរសើរថ្ងៃមួយសូវ៉ាន់បានឮចាស់ទុំក្នុងភូមិនិយាយគ្នាថានៅលើកំពូលភ្នំអាតកំបាំងខាងជើងមានមហាឫសីម្នាក់ដែលជាអ្នកថែរក្សាកូនសោទិព្វទាំង3អ្នកណាដែលអាចទៅយកកូនសោទាំងនោះបាននឹងអាចបើកទ្វារទៅរកឃ្លាំងទ្រព្យសម្បត្តិនិងប្រាជ្ញាដ៏កំពូលនៃលោកីបានដោយមិនបង្អង់យូរសូវ៉ាន់ក៏បានសម្រេចចិត្តរៀបចំអីវ៉ាន់ចាក់ចេញពីផ្ទះសម្ដៅទៅរកកំពូលភ្នំនោះភ្លាមដោយសង្ឃឹមថានឹងរកផ្លូវកាត់ដើម្បីជោគជ័យសូវ៉ាន់បានចំណាយពេល3ថ្ងៃ3យប់ធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់និងផ្ទាំងថ្មចោតភាពហត់នឿយនិងភាពស្រេកឃ្លានបានវាយប្រហារគេប៉ុន្តែកែវភ្នែកដែលពោពេញដោយភាពលោភលន់បានរុញច្រានគេឲ្យទៅមុខចុងក្រោយគេបានទៅដល់ខ្ទមតូចមួយនៅលើកំពូលភ្នំដែលមានលោកដារសីសក់ស្កូវអង្គុយធ្មេចភ្នែកយ៉ាងស្ងប់ស្ងៀមលោកតាខ្ញុំមកទីនេះដើម្បីស្វែងរកកូនសោទាំង3ដែលអាចនាំខ្ញុំទៅរកភាពមានបាននិងប្រាជ្ញាកំពូលសូវ៉ាន់និយាយទាំងដង្ហក់គ្មានសិលធម៌និងការគួរសមឡើយលោកដារសីបើកភ្នែកយឺតញឹមដោយក្តីមេត្តារួចហុចដុំដីឥដ្ឋតូចមួយដែលមានរាងដូចកូនសោទៅឲ្យសូវ៉ាន់នេះជាកូនសោទី1វាធ្វើពីដីឥដ្ឋសាមញ្ញបើឯងចង់បានកូនសោមាសឯងត្រូវយកកូនសោដីនេះទៅជួយកសិករម្នាក់នៅជើងភ្នំដាំស្រូវឲ្យបាន3ខែសិនសូវ៉ាន់ខកចិត្តយ៉ាងខ្លាំងគេគិតក្នុងចិត្តថាយើងមកទីនេះដើម្បីក្លាយជាអ្នកមានចុះហេតុអ្វីត្រូវឲ្យយើងទៅធ្វើស្រែរែកដីទៅវិញប៉ុន្តែដោយសារចង់បានរង្វាន់ធំគេក៏បង្ខំចិត្តធ្វើតាមនៅជើងភ្នំសូវ៉ាន់ត្រូវធ្វើការងារយ៉ាងធ្ងន់ធ្ងរក្រោមពន្លឺថ្ងៃក្តៅហែងពីដំបូងគេធ្វើការទាំងរអ៊ូទាំនិងប្រកាន់ខ្លួនថាខ្លួនឯងជាមនុស្សឆ្លាតមិនគួរមកធ្វើការទាបថោកបែបនេះឡើយប៉ុន្តែយូរទៅពេលឃើញកសិករចាស់ម្នាក់នោះធ្វើការដោយស្នាមញញឹមមិនចេះរអ៊ូនិងតែងតែចែករំលែកបាយទឹកដល់អ្នកដទៃសូវ៉ាន់ក៏ចាប់ផ្ដើមប្រែប្រួលគេរៀនសង្កេតមើលធម្មជាតិរៀនអិនក្បាលជំរាបសួរចាស់ទុំនិងរៀនប្រើដៃទាំងពីរដើម្បីបង្កើតផល3ខែបានកន្លងផុតទៅសូវ៉ាន់លែងជាយុវជនដែលវារឹកខ្ពស់ទៀតហើយស្បែករបស់គេប្រែជាស្រអាប់ដោយសារកម្ដៅថ្ងៃប៉ុន្តែកែវភ្នែករបស់គេប្រែជាទន់ភ្លន់និងពោពេញដោយការគោរពចំពោះតម្លៃនៃពលកម្មគេបានយល់ថាមុននឹងអាចឈរឲ្យបានខ្ពស់ត្រូវចេះអន់ក្បាលឲ្យបានទាបសិនសូវ៉ាន់បានត្រឡប់ទៅជួបលោកដារសីម្ដងទៀតលោកដារសីងក់ក្បាលដោយពេញចិត្តរួចហុចកូនសោទី2ដែលធ្វើពីទឹកកកថ្លាឆ្វង់ដែលមើលទៅហាក់ដូចជារលីគ្រប់ពេលនេះជាកូនសោទឹកថ្លាលក្ខខណ្ឌគឺឯងត្រូវកាន់កូនសោនេះដើរកាប់ផ្សារដ៏អ៊ូអរនៅក្នុងទីក្រុងរយៈពេល3ថ្ងៃដោយមិនត្រូវឲ្យកូនសោនេះរលីឡើយហើយដាច់ខាតមិនត្រូវបង្កើតចិត្តខឹងឬមួម៉ៅនឹងនរណាម្នាក់ឡើយទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយសូវ៉ាន់កាន់កូនសោទឹកកកនោះដើរចូលទៅក្នុងទីក្រុងពោពេញដោយភាពច្របូកច្របល់មនុស្សម្នាដើរគៀតគ្នាជេរប្រមាថគ្នានិងដណ្ដើមលុយកាក់គ្នានៅថ្ងៃដំបូងមានបុរសម្នាក់ដើរមកបុកសូវ៉ាន់ពីក្រោយស្ទើរតែដួលសូវ៉ាន់ខឹងយ៉ាងខ្លាំងរៀបនឹងងាកទៅជេរស្រាប់តែគេក្រឡេកឃើញកូនសោទឹកកកក្នុងដៃចាប់ផ្ដើមរលីស្រក់ទឹកតក់គេក៏ដកដង្ហើមធំរួចសម្រួលអារម្មណ៍វិញនៅថ្ងៃទី2និងទី3សូវ៉ាន់ត្រូវជួបនឹងការសាកល្បងកាន់តែខ្លាំងមនុស្សខ្លះសើចចំអកឲ្យគេមនុស្សខ្លះយល់ច្រឡំថាគេជាមនុស្សឆ្កួតដែលកាន់ដុំទឹកកកដើរប៉ុន្តែលើកនេះសូវ៉ាន់មិនខឹងឡើយគេប្រើវិធីដកដង្ហើមវែងនិងសម្លឹងមើលអ្នកដទៃដោយក្តីយោគយល់គេឃើញថាមនុស្សដែលកំពុងខឹងសម្បាទាំងនោះគឺដោយសារតែពួកគេមានទុក្ខលំបាកផ្ទាល់ខ្លួននៅពេលដែលចិត្តរបស់សូវ៉ាន់ប្រែជាស្ងប់ដូចទឹកអភូតហេតុក៏កើតឡើងកូនសោទឹកកកនោះលែងរលីទៀតហើយប៉ុន្តែវាក្លាយជាកូនសោគ្រីស្តាល់ដ៏រឹងមាំនិងភ្លឺថ្លាសូវ៉ាន់បានរៀនសូត្រពីមេរៀនដ៏ធំធេងមួយអ្នកណាដែលមិនអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបានទោះបីជាមានពិភពលោកទាំងមូលក៏នៅតែជាទាសករនៃអារម្មណ៍ខ្លួនឯងដដែលសូវ៉ាន់ត្រឡប់មកវិញជាមួយកូនសោគ្រីស្តាល់លោកដារសីញញឹមរួចហុចកូនសោចុងក្រោយដែលជាកូនសោធ្វើពីកញ្ចក់ឆ្លុះនេះជាកូនសោចុងក្រោយកូនសោកញ្ចក់ឯងមិនបាច់ទៅណាឆ្ងាយទេចូលអង្គុយនៅមុខខ្ទមនេះហើយសម្លឹងមើលទៅក្នុងកញ្ចក់នៃកូនសោនេះឲ្យបានពេញមួយយប់ចូលមើលឲ្យឃើញពីសត្រូវពិតប្រាកដរបស់ឯង
នៅយប់នោះក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់សុវណ្ណអង្គុយសម្លឹងមើលកូនសោកកញ្ចក់ដំបូងគេឃើញតែមុខមាត់របស់គេធម្មតាប៉ុន្តែនៅពេលយប់កាន់តែជ្រៅក្នុងចិត្តកាន់តែស្ងាត់រូបភាពក្នុងកញ្ចក់ចាប់ផ្ដើមប្រែប្រួលគេឃើញរូបភាពកាលពីមុនរបស់គេយុវជនម្នាក់ដែលពោពេញដោយភាពលោភលន់ភាពច្រណែនឈ្នានីសយុវជនដែលធ្លាប់និយាយកុហកដើម្បីចំណេញខ្លួនឯងនិងយុវជនដែលធ្លាប់មើលងាយអ្នកក្រខ្សត់ទឹកភ្នែករបស់សុវណ្ណបានហូរស្រក់ចុះមកគេមានអារម្មណ៍ខ្មាស់អៀននិងឈឺចាប់ចំពោះទង្វើអតីតកាលរបស់ខ្លួនគេដឹងថាសត្រូវដ៏ធំបំផុតដែលរារាំងគេមិនឲ្យជួបសេចក្តីសុខមិនមែនជាអ្នកដទៃឬព្រះព្រហ្មលិខិតឡើយគឺគុភាពអាត្មានិយមនិងអញអ៊ូនៅក្នុងចិត្តរបស់គេនេះឯងសុវណ្ណបានលុតជង្គង់ចុះហើយនិយាយទៅកាន់រូបភាពក្នុងកញ្ចក់ថាខ្ញុំសុំទោសចាប់ពីថ្ងៃនេះទៅខ្ញុំនឹងលះបង់ភាពលោភលន់ទាំងនេះចោលខ្ញុំនឹងរស់នៅជាមនុស្សថ្មីដែលមានតម្លៃនិងស្មោះត្រង់នៅព្រឹកព្រលឹមពន្លឺព្រះអាទិត្យពណ៌មាសបានជះមកលើកំពូលភ្នំលោកដារសីបានដើរចេញមករួចប្រាប់សុវណ្ណថាឥឡូវនេះឯងមានកូនសោទាំង3ពេញលេញហើយចូលឯងយកវាទៅបើកទ្វាររូងភ្នំខាងក្រោយចុះឃ្លាំងទ្រព្យសម្បត្តិដ៏មហាសាលកំពុងរង់ចាំឯងសុវណ្ណដើរទៅដល់ទ្វាររូងភ្នំថ្មដ៏ធំគេដាក់កូនសោទាំង3ចូលទៅក្នុងរន្ធទ្វារធ្ងន់ធ្ងន់បានបើកចេញយឺតប៉ុន្តែអ្វីដែលនៅខាងក្នុងនោះមិនមែនជាមាសប្រាក់ពេជ្រចរណៃឬរតនសម្បត្តិភ្លឺភ្លេកដូចដែលគេធ្លាប់ស្រមៃឡើយនៅក្នុងរូងភ្នំនោះមានតែផ្ទាំងថ្មដុះមួយនិងមានអក្សរចារឹកទុកធំថាទ្រព្យសម្បត្តិដ៏ពិតប្រាកដរបស់មនុស្សមិនមែនស្ថិតនៅលើអ្វីដែលគេយឺមានគឺនោះទេប៉ុន្តែវាស្ថិតនៅលើអ្វីដែលគេជឿជាក់និងលះបង់គឺប្រាជ្ញាដ៏កំពូលគឺការស្គាល់ខ្លួនឯងសេចក្តីសុខដ៏ពិតប្រាកដគឺចិត្តដែលស្ងប់និងដឹងគុណសុវណ្ណឈរស្ងៀមរួចញឹមយ៉ាងមានសេចក្តីសុខបំផុតដែលគេមិនធ្លាប់មានក្នុងជីវិតគេមិនខកចិត្តតតែសោះគេបានដឹងថាដំណើរការនៃការសាកល្បងពេញមួយឆ្នាំកន្លងមកនេះបានផ្លាស់ប្ដូរគេឲ្យក្លាយជាមនុស្សម្នាក់ដែលមានមួយចិត្តបន្ទាបខ្លួនដូចដីដឹងតម្លៃនៃពលកម្មនិងការគោរពអ្នកដទៃ2ចិត្តត្រជាក់ដូចទឹកមានសក្តិនិងការគ្រប់គ្រងអារម្មណ៍3ចិត្តថ្លាដូចកញ្ចក់មានសេចក្តីស្មោះត្រង់និងស្គាល់ខ្លួនឯងសុវណ្ណបានសំពះលាលោកដារសីរួចដើរចុះពីលើភ្នំត្រឡប់ទៅភូមិកំណើតវិញគេបានយកចំណេះដឹងនិងចិត្តគំនិតថ្មីនេះទៅជួយអភិវឌ្ឍភូមិឋានបង្រៀនក្មេងជំនាន់ក្រោយនិងរស់នៅជាមនុស្សម្នាក់ដែលគេគ្រប់គ្នាស្រឡាញ់និងគោរពកោតសរសើរយ៉ាងពិតប្រាកដគេបានក្លាយជាមនុស្សដែលយឺមានជាងគេបំផុតប៉ុន្តែជាការយឺមានសេចក្តីសុខនិងមានគុណធម៌ប្រិយមិត្តអ្នកស្ដាប់ទាំងឡាយនៅក្នុងជីវិតរស់នៅរាល់ថ្ងៃនេះយើងម្នាក់ក៏កំពុងតែធ្វើដំណើរស្វែងរកកូនសោទាំង3នេះដូចគ្នាកុំឲ្យភាពប្រញាប់ប្រញាល់និងភាពលោភលន់បិទបាំងកែវភ្នែករបស់អ្នកឲ្យសម្លឹងឃើញតែមាសប្រាក់ខាងក្រៅឡើយចូលចាំថាទ្រព្យសម្បត្តិខាងក្រៅអាចនឹងបាត់បង់ទៅវិញនៅថ្ងៃណាមួយប៉ុន្តែទ្រព្យសម្បត្តិនៃគុណធម៌នៅក្នុងចិត្តនឹងស្ថិតស្ថេរជាមួយអ្នកជារៀងរហូតសូមអរគុណសម្រាប់ការតាមដានស្ដាប់